ខ្ញុំធ្វើវីដេអូនេះឡើងប្រាប់បងប្អូនដល់ level 7បងប្អូនណាអរគុណបងប្អូនគាំទ្រធនជ័យហ្គេមដែលជួយ like ជួយ share គឺអរគុណខ្លាំងមែនទែនហ្នឹងហើយបងប្អូនគឺបងប្អូនចូលមើលម្នាក់ពីរនាក់ក្ដីក៏ខ្ញុំនៅតែអរគុណដែរបងប្អូនណាព្រោះជាទឹកចិត្តហើយនៅការស្រឡាញ់ជាមួយនឹងវិស័យហ្គេម JX2 Reborn ដូចខ្ញុំដែរអរគុណឥឡូវយើងចូលដៃសាច់រឿងរបស់យើងហ្មងទៅគឺថ្ងៃនេះខ្ញុំធ្វើវីដេអូនេះឡើងដើម្បីប្រាប់បងប្អូនដែល level 7ឡើងទៅបងប្អូនដែល level 7ឡើងទៅគិតថាក្រៃលោពិបាករក level ពិបាករកកម្រិតអីឡើងទៅអញ្ចឹងទៀតសោតគឺខ្ញុំមានវិធីសាស្ត្រមួយដែលនៅក្នុង server នេះគឺគេបើកបងប្អូនណាគេបើកចូលតៃស៊ូអញ្ចឹងតៃស៊ូចាប់ពី level 7ឡើងទៅគឺយើងអាចចូលតៃស៊ូបានហើយទៀតពិតយើងអត់មានគ្នាអត់មាន team អត់មានគ្នា party អត់មានគីឡូណាបងប្អូនណាលេង solo ដូចខ្ញុំបើនិយាយទៅគឺលេង solo ដូចខ្ញុំអញ្ចឹងបងប្អូនអាចមកទស្សនាវីដេអូនេះដើម្បីធ្វើតាមខ្ញុំទៅនឹងទទួលបាន experience ច្រើនមែនទែនអូខេអញ្ចឹងទៀតសោតនិយាយទៀតគឺបងប្អូនចូលត្រូវតែមានអឺនេះគឺgolden voucher នេះគឺបងប្អូនទិញនៅក្នុងនេះអូខេបន្តទៀតបងប្អូនចូលទៅដល់បងប្អូនមាននៅក្នុងខ្លួនហើយស្រេចហើយអញ្ចឹងបងប្អូនជួបតានេះតា present you នេះគឺបងប្អូនយកទី3នេះបងប្អូនណាបងប្អូនយកទី3នេះមកបងប្អូនចូលទី1ទី2ទី3អូខេចូលទី3មកនេះបងប្អូនឃើញទេបងប្អូនត្រូវចំណាយ65golden voucher ហើយទទួលបាន experience 10លាន experience វ៉ាវច្រើនមែនតើបងប្អូនបន្ទាប់មកទទួលបាន point repa point ប៉ repa ហ្នឹងឯងបន្ទាប់មក repat skill ណាបងប្អូនណាហើយនឹងទទួលបាន point ផ្សេងទៀតដើម្បីយើងយកទៅដូរនៅក្នុងទៅមុខទៀតនឹងធ្វើវីដេអូបន្តទៀតណាបងប្អូនណាអូខេអញ្ចឹងខ្ញុំនិយាយកន្លែងchange ទេបងប្អូនចុច change ទៅគឺចូលទៅដល់ទទួលបានវ៉ាវច្រើនមែនតើបងប្អូនណាមួយថ្ងៃ3ដងណាបងប្អូនណា10លានទាំងអស់3ដងហ្មង30លានវ៉ាវច្រើនខ្ញុំប្រហែលជាបានផ្ទុះមក level ទៀតហើយហ្នឹងហើយបងប្អូនណាគឺធ្វើបែបហ្នឹងគឺមួយថ្ងៃ3ដងបងប្អូនណាយើងអត់មានគីឡូយើងអត់មានអីចូលទៅវាយគេយើងមានតែ solo player ដូចខ្ញុំគួរតែធ្វើអញ្ចឹងទៅអូខេចឹងខ្ញុំដូចជាផ្ទុះមក level ទៀតនេះបងប្អូនអញ្ចឹងខ្ញុំបាន74ណា hero ខ្ញុំអូខេអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេអរគុណនៅការទស្សនារបស់បងប្អូនអរគុណដែលជួយចុច subscribe ហើយនិងចុចជាវអរគុណណាស់បងប្អូនអរគ្នា